ជីតបូសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះផៃសុវមានមកពីក្រុម M ហើយថ្ងៃនេះមានកិត្តិយសមែនតើដែលបាន record វីដេអូឬសារអំពីមេរៀនដែលនឹងត្រូវរៀននៅអត្តបន្ទាប់អត្តបន្ទាប់គឺជាវិទ្យាដូច្នេះយើងត្រូវរៀនមេរៀនទី2ដែលមានចំណងជើងថាហើយសំខាន់មួយលោកគ្រូសូមអធិស្ឋានចំពោះការមើលទៅនេះមើលទៅនោះដោយសារតែខ្ញុំមានការ take note លោកគ្រូចាតែសូមអធិស្ឋានចំណុចនោះផងអញ្ចឹងចំពោះមេរៀនទី2គឺនិយាយអំពីការរវាយតម្លៃក្នុងថ្នាក់រៀននិងទូនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនចឹងលោកគ្រូអញ្ចឹងខ្ញុំសូមនិយាយពីចំណុចដែលខ្ញុំបានខ្លះៗនៅក្នុងមេរៀនទី2បន្ទាប់ពីធ្វើការអានមេរៀននឹងហើយអញ្ចឹងនៅក្នុងចំណុចនេះដែលនិយាយអំពីកត្តាសំខាន់ដែលជាអត្ថប្រយោជន៍ទៅលើការវិតម្លៃក្នុងថ្នាក់រៀនអញ្ចឹងការវិតម្លៃក្នុងថ្នាក់រៀនវាពិតជាមានសារៈសំខាន់មែនទែនសម្រាប់ទាំងគ្រូនិងសិស្សហើយកត្តាដែលអាចជះអត្ថប្រយោជន៍ទៅលើការវិតម្លៃក្នុងថ្នាក់រៀននោះមានដូចជាចំណេះដឹងបំណិននិងអិយាប័តនៅសតវត្សទី21របស់សិស្សដូចយើងនឹងឲ្យស្រាប់ហើយគឺនៅសតវត្សទី21គឺមានការជឿលឿនមែនទែនហើយក៏មានបរិបទទាំងវប្បធម៌អរិយធម៌បរទេសដែលបញ្ជ្រាបចូលទៅដល់ទាំងក្មេងទាំងយុវជនជំនាន់ក្រោយគឺគាត់មានការជ្រាបបញ្ចូលនៅវប្បធម៌ហើយនិងអរិយធម៌របស់ជនបរទេសច្រើនមែនទែនចំពោះប្រទេសជិតខាងនោះក៏ជាហេតុផលមួយដែលចាត់ទៅលើការវិនិច្ឆ័យក្នុងថ្នាក់រៀនដែរព្រោះដោយសារតែសិស្សម្នាក់ៗគឺគាត់មកពីស្ថានភាពគ្រួសារផ្សេងៗគ្នាហើយក៏គាត់មានអិយាប័តហើយនិងបំណិនជីវិតរបស់គាត់ផ្សេងៗគ្នាផងដែរហើយចំណុចទី2នោះគឺបច្ចេកវិទ្យាក៏ជាអត្ថប្រយោជន៍ទៅលើការវិនិច្ឆ័យក្នុងថ្នាក់រៀនផងដែរវាមានពីរចំណុចរៀនទាំងអវិជ្ជមានហើយនិងវិជ្ជមានចំពោះវិជ្ជមានវិញយើងប្រើបច្ចេកវិទ្យាក្នុងការវិនិច្ឆ័យក្នុងថ្នាក់រៀនប្រើបច្ចេកវិទ្យាគឺងាយស្រួលសម្រាប់គ្រូក្នុងការគ្រប់គ្រងទិន្នន័យវិនិច្ឆ័យទៅលើសិស្សហើយចំពោះវិជ្ជមានវិញដោយសារតែសិស្សស្ថានភាពខ្លះគឺក្រុមគ្រួសារគាត់មាន smartphone ដូច្នេះគាត់ប្រើគោលដៅសម្រាប់ខ្លួនឯងគឺគាត់អនុញ្ញាតឲ្យកូនគាត់លេងទូរស័ព្ទច្រើនពេករហូតដល់ធ្វើបច្ចេកវិទ្យាហ្នឹងទៅប៉ះពាល់នៅលើបំណិនជីវិតរស់នៅប្រចាំថ្ងៃហើយក៏វាជាអត្ថប្រយោជន៍ទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនផងដែរហើយទី3នោះគឺគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងៗមានថាគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងៗហ្នឹងគឺ refer ទៅតាមគ្រូម្នាក់ៗគាត់មានបច្ចេកវិទ្យានិង technique ក្នុងការបង្រៀនទៅដល់សិស្សទី1គឺការអប់រំតាមប្រព័ន្ធស្តង់ដារចាការអប់រំតាមប្រព័ន្ធស្តង់ដារគឺជាប្រព័ន្ធមួយដែល set ដែលយើងអាចប្រើប្រាស់ទូទាំងប្រទេសដូចគ្នាដែរចាហើយចំណុចទី5គឺការប្រឡងថ្នាក់ជាតិនានាការប្រឡងថ្នាក់ជាតិនានាក៏ជាអត្ថប្រយោជន៍ទៅលើការវិតម្លៃនៅក្នុងថ្នាក់រៀនផងដែរហើយទី6គឺអក្ខរកម្មផ្នែកទិន្នន័យហើយមួយចំណុចទៀតដែលនិយាយអំពីបំណិនសង្គមប្រកបដោយប្រសិទ្ធភាពការយល់ដឹងនិងទស្សនៈសកលហើយអរិយាប័ត្រនិងអត្តចរិតដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ការដំណើរខ្លួនឯងតស៊ូមិនបោះបង់ជាដើមគឺជាតម្រូវការថ្មីមួយនៃពិភពលោកអន្តរទំនាក់ទំនងដោយផ្អែកលើព័ត៌មានដែលមានស្រាប់ដែលយើងអាច contact គ្នានៅទៅកាន់ worldwide បានហើយបន្ថែមលើពីនេះទៀតបច្ចេកវិទ្យាមិញហ្នឹងដែលបាននិយាយគ្នាពីខាងលើហ្នឹងគឺមានផ្នែកមួយដែលនិយាយពីបច្ចេកវិទ្យាដែលជាអត្ថប្រយោជន៍ទៅលើការវិនិច្ឆ័យក្នុងថ្នាក់រៀនផងដែរហើយខ្ញុំបានធ្វើការរាយរាប់បន្តិចទាក់ទងទៅនឹងផលប្រយោជន៍របស់បច្ចេកវិទ្យាសម្រាប់លោកគ្រូអ្នកគ្រូដែលប្រើប្រាស់នៅក្នុងការវិនិច្ឆ័យក្នុងថ្នាក់រៀនព្រោះដោយសារតែបច្ចេកវិទ្យាគឺតម្រូវឲ្យមានការចាត់វិធានការនិងការគិតពីអ្នកសិក្សាគឺដោយការដាក់ពិន្ទុអូតូម៉ាទិកឬស្វ័យប្រវត្តិដូច្នេះគឺមានភាពងាយស្រួលមែនទែនសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់បរៀនសិស្សចាហើយមួយទៀតផ្ដល់ឱកាសជាច្រើនដល់គ្រូបង្រៀននៅវិទ្យាល័យថ្មីៗក្នុងការវិតម្លៃការសិក្សារបស់អ្នកសិក្សាឲ្យកាន់តែមានប្រសិទ្ធភាពហើយរហ័សទៀតចុចដល់ចំណុចទី2និយាយពីគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិនៃការវិចិត្រហើយនេះទៅចំណុចមួយនេះគឺខ្ញុំអត់សូវចាប់អានទេព្រោះដោយសារតែអានទៅគឺអត់សូវយល់អត្ថន័យចាចឹងជាដំបូងដើម្បីងាយស្រួលនៅក្នុងការនិយាយពីអីដែលខ្ញុំយល់ខ្ញុំសូមពន្យល់និយមន័យពុទ្ធិនឹងជាឯកសិនចាអញ្ចឹងដោយការសាជារឿងសិស្សនៅតាមវចនានុក្រមរបស់ខ្មែរយើងពុទ្ធិនឹងសំដៅលើប្រាជ្ញាហើយនិងការយល់ហើយម្យ៉ាងទៀតពុទ្ធិត្រូវបានសម្រួលដោយវប្បធម៌និងបរិបទសង្គមនិងជាអត្តពលខ្លាំងក្លាដល់អន្តរកម្មរវាងគ្នាមានថារវាងបញ្ញាការកាត់របស់មនុស្សហើយនៅក្នុងសង្គមគឺវាមានការជាអត្តពលដល់គ្នាមែនទែនព្រោះនៅពេលដែលប្រជាជនមួយបើសិនជាគាត់មានពុទ្ធិច្រើនប្រជាជនពីច្រើនគឺគាត់មានពុទ្ធិអញ្ចឹងធ្វើឲ្យសង្គមមួយប្រទេសមួយហ្នឹងគឺងាយស្រួលមែនទែននៅក្នុងការអភិវឌ្ឍជាតិរបស់គាត់ប៉ុន្តែទៅវិញបើសិនជានៅក្នុងប្រទេសជាតិហ្នឹងមួយគឺប្រជាជនគាត់អត់សូវមានពុទ្ធិទេអញ្ចឹងនាំឲ្យការអភិវឌ្ឍសង្គមហើយនឹងស្ថានភាពសង្គមមានភាពចលាចលទៀតអញ្ចឹងមិនត្រឹមតែមិនអភិវឌ្ឍទេថែមទាំងគ្មានសណ្ដាប់ធ្នាប់ទៀតហើយនឹងមានផលវិបាកផ្សេងៗជាច្រើនទៀតចាអញ្ចឹងនឹងហើយគឺជាអន្តរកម្មរវាងគ្នារវាងពុទ្ធិហើយនិងសង្គមហើយនឹងយើងចូលចំណុចមួយទៀតនៅក្នុងចំណងជើងចំណុចទី2ហ្នឹងគឺការលើកទឹកចិត្តនិយាយពីការលើកទឹកចិត្តហ្នឹងគឺជាការលើកមានន័យថាគ្រូលើកទឹកចិត្តសិស្សលើកទឹកចិត្តគាត់នៅពេលណាគឺលើកទឹកចិត្តគាត់នៅពេលដែលពួកគាត់ជួបបញ្ហាប្រឈមដូចជាបញ្ហាលទ្ធភាពរបស់គាត់អត់មានសម្ភារៈសិក្សាគ្រប់គ្រាន់ឬក៏បញ្ហាប្រឈមរបស់គាត់តែងតែមានបញ្ហាប្រឈមទាក់ទងនឹងការបញ្ហាសុខភាពគាត់ទាក់ទងនឹងបញ្ហាថវិការបស់គាត់ទាក់ទងទៅនឹងបញ្ហាប្រឈមដែលនិយាយអំពីបញ្ហាគាត់គឺគាត់ហ៊ានអត់ងាយចាប់បានឬក៏គាត់ឆាប់ភ្លេចនឹងបញ្ហាប្រឈមនានាដែលកើតឡើងចំពោះសិស្សនៅក្នុងកំឡុងពេលដែលគាត់សិក្សានឹងចាអញ្ចឹងការលើកទឹកចិត្តគឺធ្វើឡើងនៅពេលដែលយើងដឹងថាពួកគាត់ជួបបញ្ហាប្រឈមហើយនឹងការសម្រួលការយល់ខុសរបស់ពួកគេមានថាការសម្រួលការយល់ខុសរបស់ពួកគាត់ឧទាហរណ៍ថាគាត់យល់ខុសថាមានសិស្សមួយចំនួនធ្លាប់បរៀនប៉ះផ្ទាល់តែម្ដងគឺគាត់យល់ខុសថាមិនចាំបាច់រៀនច្រើនពេកទេមួយគូនឹងក្រោយគឺគាត់មានគោលបំណងថាចង់ធ្វើសំឡងត្រែអញ្ចឹងអានឹងគឺជាការយកខុសមែនទែននៅក្នុងគោលដៅដែលគាត់សិក្សាអញ្ចឹងបើសិនជាគាត់យល់បែបនេះនាំឲ្យការសិក្សារបស់គាត់គឺក៏អត់រីកចម្រើនដែរព្រោះគាត់អត់មានគោលដៅសម្រាប់ជីវិតខ្លួនឯងគាត់មករៀនដើម្បីតែប្រគ្រប់វាដូចថាគាត់មករៀនដើម្បីតែកិច្ចពីផ្ទះឬក៏មករៀនដោយសារតែម៉ែឪរបស់គាត់ដេញឲ្យមករៀនតែគាត់អត់មានគោលដៅជាក់លាក់ច្បាស់លាស់ខ្លួនឯងទេអ
chắc là nó cứ chỉ bánh hà phải chồng bởi đài chả hay nâng ca đó sai bánh hà nó bây giờ dân đăng bánh hà phải chồng bỏ quát nó bây giờ dân phạt đăng bị phạt bạc bỏ quát cứ dân chắp đám biến đợt nó sẽ chôn quát ấy cứ dân thờ chắp bị ná tay ná dân thờ tại đôn để ná cái đồng bay ôi chui đó sẽ bánh hà bỏ con sao bây giờ ở tiết hai con sao mà nét bên bánh hà phải chồng mùi con sao biết em bánh hà phải chồng pì đấy chứ đấy bởi sân chỉ không thể năng miên con sao đập nhép bánh hà phải chồng bỏ quát ảnh miên đápឬក៏ច្រើនជាង10ទៀតព្រោះម្នាក់អាចមានបញ្ហាប្រឈមពី1ទៅ2ទៅ3ក៏មានដែរអញ្ចឹងក្នុងការជួយពួកគាត់គឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់គ្រូវិញគាត់គឺត្រូវតែមានតួនាទីក្នុងការជួយបង្រៀនជួយតម្រង់ទិសដល់កូនសិស្សឲ្យគាត់មានការគិតខុសមកគិតត្រូវវិញហើយម្យ៉ាងវិញទៀតការលើកទឹកចិត្តហើយនឹងការខំប្រឹងនឹងគឺជាធាតុផ្សំសំខាន់មែនទែននៅក្នុងការសិក្សានិងការអនុវត្តព្រោះដោយសារតែមកគ្មានធាតុពីរនឹងទេមកគ្មានធាតុការលើកទឹកចិត្តនិងការខំប្រឹងប្រែងរបស់សិស្សនឹងទេនោះសារឯកថាគ្រូគ្មានសមត្ថភាពក្នុងការទទួលបានជោគជ័យរបៀបដូចខ្ញុំបានផ្ដល់ទីហោខាងលើចឹងរបៀបដូចគាត់មករៀនដើម្បីតែរៀនណាអត់មានគោលដៅខ្លួនឯងអត់មានការលើកទឹកចិត្តពីមនុស្សជុំវិញសូម្បីតែពុកម្ដាយរបស់យើងសូម្បីតែមិត្តភ័ក្តិរបស់គាត់សូម្បីតែគ្រូផ្ទាល់ទៀតអត់លើកទឹកចិត្តទៀតគឺគាត់អត់មានទទួលបានសមិទ្ធផលនៅក្នុងការរៀនសូត្រហ្មងចាលោកគ្រូអញ្ចឹងសូមចំណុចចុងក្រោយជារួមមកវិញធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនគឺខ្ញុំអាចសង្ខេបមកវិញតាមអីដែលយល់បានហើយក៏អត់ដឹងថាវាត្រូវឬក៏ខុសប្រមាណភាគរយដែរលោកគ្រូអញ្ចឹងសូមគ្រូជួយកែតម្រូវផងអញ្ចឹងសរុបមកវិញធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនគឺមាន9ទី1គឺគោលបំណងនៃការវិតម្លៃតែយើងវិតម្លៃដើម្បីគេទី2គឺចំណេះដឹងដែលត្រូវវាស់ទី3គឺវិធីសាស្ត្រវិតម្លៃយើងវិតម្លៃតាមវិធីសាស្ត្រអីគេទី4គឺឧបករណ៍វិញតែយើងយកអីគេមកវាស់វិញដើម្បីឲ្យដឹងថាដើម្បីឲ្យដឹងពីសមត្ថភាពសិស្សនៅជំនួយនៅក្នុងការរង្វាយតម្លៃរបស់យើងផងដែរទី5គឺការប្រមូលទិន្នន័យបន្ទាប់ពីយើងមានការវាស់វិញហើយគឺចាំបាច់ត្រូវមានការប្រមូលទិន្នន័យមកទី6គឺមានការវិភាគហ្នឹងមានន័យថាបន្ទាប់ពីយើងប្រមូលទិន្នន័យមកហើយគឺយើងចាំបាច់ត្រូវតែមានប្រកាសលទ្ធផលឲ្យពួកគាត់ទទួលដឹងវិញហើយនឹងទី7គឺការផ្ដល់យោបល់គឺជាការផ្ដល់មតិយោបល់ជាមិនទាន់ឧទាហរណ៍ថាសិស្សមួយគឺត្រូវមានមតិយោបល់ស្ថាបនាបែបណាទៅលើចំណុចខ្លាំងចំណុចខ្សោយរបស់គាត់ហើយនឹងផ្ដល់សំណពរនិងផ្ដល់យុទ្ធសាស្ត្រដល់ឲ្យច្រើនទី8គឺកែតម្រូវការបង្រៀនរបស់ខ្លួនយើង reflection មកខ្លួនយើងវិញថាការបង្រៀននិងយុទ្ធសាស្ត្ររបស់យើងមិនដែរចំពោះសិស្សគាត់ចាប់បានប្រមាណភាគរយនៅក្នុងថ្នាក់នៃ 100% ហ្នឹងតើមកនឹងកំណត់ត្រានិងរបាយការណ៍ផ្សេងៗអញ្ចឹងខ្ញុំសូមលម្អិតនៅក្នុងចំណុចទាំង9ហ្នឹងទៀតតើតើនៅចំណុចទី1ដែលខ្ញុំនិយាយថាគោលបំណងនៃការវិតម្លៃអញ្ចឹងគោលបំណងនៃការវិតម្លៃយើងធ្វើការវិតម្លៃហ្នឹងគឺយើងចង់ធ្វើការវិតម្លៃទៅលើគេទៅលើចំណេះដឹងរបស់គាត់ទៅលើចំណេះដឹងរបស់គាត់ទៅលើជំនាញឬក៏ទៅលើអរិយាប័ត្ររបស់គាត់និងកម្រិតជីវធម៌របស់គាត់ហើយចំណុចមួយទៀតគឺបញ្ជាក់ថាការវិតម្លៃគ្រប់គ្រងដល់គោលបំណងសិក្សារបស់យើងតែការគោលបំណងសិក្សារបស់យើងជំនួយឲ្យសិស្សចង់បាននេះគេចង់ឲ្យសិស្សបែបម៉េចគោលបំណងសិក្សារបស់យើងគឺចង់ឲ្យសិស្សគឺមានចំណេះដឹងទាំង hard skill និង soft skill មានតែទាំង IQ និង EQ គាត់ចាគឺជាគ្រូនៅក្នុងសតវត្សទី21នោះហ្មងអញ្ចឹងចំពោះចំណេះដឹងត្រូវវាស់ឧទាហរណ៍ថាចំណេះដឹងត្រូវវាស់មានន័យថាយើងត្រូវវាស់ទៅតាមវិធីសាស្ត្របង្រៀនស្តង់ដារនៅក្នុងសង្គមរបស់យើងជាក់ស្ដែងណាទី3គឺវិធីសាស្ត្រវិតម្លៃគឺយើងប្រើអ្វីដើម្បីវិតម្លៃមានថាការប្រឡងដូចជាការសង្កេតដូចជាការចាត់តាំងការសរសេរការងារការធ្វើបទបង្ហាញ presentation ចំណុចទី4គឺឧបករណ៍វាស់វែងប្រើអីគេដើម្បីឧបករណ៍វាស់វែងដូចជាយើងប្រើឧបករណ៍វាស់វែងដូចជាទិន្នន័យអេឡិចត្រូនិកជាសម័យថ្មីឬក៏យើងមាន checklist មួយនៅក្នុង Excel ឬក៏ scoring guide ហើយចំណុចទី5គឺការប្រមូលទិន្នន័យមានន័យថារបៀបយកទិន្នន័យពីសិស្សរបៀបដូចថាយើងធ្វើតេស្តហ្នឹងដើម្បីយកទិន្នន័យពីសិស្សនៃការប្រមូលទិន្នន័យហ្នឹង
ធ្វើការសង្កេតឬក៏ធ្វើការសម្ភាសនឹងចាធ្វើការសម្ភាសទៅកាន់សិស្សហើយចំណុចទី6គឺការបកស្រាយលទ្ធផលមានន័យថាយើងបកស្រាយលទ្ធផលថាតើបន្ទាប់ពីយើងធ្វើតេស្តនិងប្រមូលទិន្នន័យហើយតើលទ្ធផលដែលយើងទទួលបានពីសិស្សហ្នឹងស្តង់ដារហើយនៅមានន័យថាតើសិស្សនឹងទទួលបាននៅកម្រិតចំណេះដឹងសមស្របនឹងកម្រិតថ្នាក់ដែលគាត់បានរៀននៅអញ្ចឹងគឺធ្វើឲ្យយើងដឹងពីការប្រមូលទិន្នន័យហ្នឹងមកគឺយើងបកស្រាយលទ្ធផលហ្នឹងបើសិនជានៅតែយើងត្រូវធ្វើមិនបើសិនជានៅគឺយើងត្រូវកែលម្អការបរៀនរបស់យើងមានថាការខ្លឹមសារឬក៏សកម្មភាពសិក្សាដែលយើងផ្ដល់ទៅឲ្យសិស្សហើយនឹងធ្វើមិនគឺយើងធ្វើការកែលម្អការបរៀនតិចនិចរបស់យើងឲ្យសិស្សងាយស្រួលយល់ជាងមុនឬក៏បើយើងធ្វើតេស្តឬក៏រង្វាយតម្លៃលើកក្រោយគឺសិស្សគឺគាត់អាចទទួលបានពិន្ទុខ្ពស់ជាងពេលឥឡូវនឹងគឺជាគោលការណ៍មួយឬក៏ជាទិសដៅមួយសម្រាប់គ្រូបង្រៀននៅក្នុងការធ្វើការរង្វាយតម្លៃនឹងដែរហើយចំណុចទី9គឺកត់ត្រានិងរបាយការណ៍មានថាយើងកត់ត្រាពិន្ទុរបស់សិស្សមួយទុកដើម្បី note នៅក្នុងដើម្បី note ទុកឲ្យដើម្បីដឹងថាតើនៅពេលដែលយើងមានការដើម្បី note ពិន្ទុរបស់សិស្សទុកដោយឡែកហើយដើម្បីទុកប្រៀបធៀបសម្រាប់ការធ្វើតេស្តលើកក្រោយតើកុំភ្លេចគ្នាតើការធ្វើតេស្តរង្វាយតម្លៃដំណាក់កាលទី1និងរង្វាយតម្លៃលើកទី2មួយណាល្អប្រសើរជាងបើសិនជាយើងមើលទៅឃើញពិន្ទុរបស់គាត់គឺកើនឡើងរហូតអញ្ចឹងមានន័យថាគឺយើងបដូរតិចនិចនៃការបរៀនគឺត្រូវតែមានថាគឺយើង success ជោគជ័យសម្រាប់ការជួយសិស្សឲ្យគាត់រៀនឆាប់ចេះឆាប់យល់មានទាំង EQ មានទាំង IQ ល្អហើយជួយដល់ប្រទេសជាតិផងដែរអញ្ចឹងជាចុងក្រោយនឹងខ្ញុំសូមយកតែប៉ុណ្្នឹងហើយខ្ញុំនឹងថាមានចំណុចខ្វះខាតច្រើនអញ្ចឹងសម្រាប់ចំណុចខ្វះខាតនេះខ្ញុំក៏សូមរីករាយនិងស្វាគមន៍ជានិច្ចចំពោះនៃរិះគន់ដើម្បីស្ថាបនានិងទទួលយកការកែប្រែនិងទទួលយកការកែប្រែនិងនៅចំណុចខុសឬក៏ចំណុចខ្វះខាតនៅក្នុងការយល់មេរៀននេះពីលោកគ្រូអ្នកគ្រូរួមថ្នាក់ជាពិសេសជាមួយនឹងលោកគ្រូទេសផងដែរដើម្បីងាយស្រួលហើយនឹងដើម្បីជាកាយមួយដើម្បីតម្រង់ទិសខ្ញុំឲ្យមានការយល់ទៅលើមេរៀនទី2នេះកាន់តែបានច្រើនជាងមុននឹងមានការចងចាំបានរយៈពេលវែងគឺ long term memory អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណនិងសូមគោរពលាលោកគ្រូ